បងប្អូនអ្នកខ្លះអត់ទាន់បានសាករសជាតិស៊ុបម្ទេសឃីវឆ្អឹងជំនីជ្រូកធ្លាប់តែឃើញតាម Facebook ហើយចង់ដឹងថារសជាតិនឹងមិនដែរអាចមើលតាមវីដេអូខ្ញុំបានតែបើសិនជាបងប្អូនធ្វើកុំភ្លេចធ្វើឲ្យច្រើនតិចទៅព្រោះអីខ្ញុំឆ្អឹងជំនីជ្រូក1គីឡូនេះគឺញ៉ាំអស់តែម្នាក់ឯងហ្មងគ្រឿងផ្សំដំបូងគឺឆ្អឹងជំនីជ្រូកហ្នឹងហើយអានេះគឺយើងទុករៀងវែងៗណាបងប្អូនឆ្អឹង1កង់ហ្នឹងយើងកាត់ជា2អីបានហើយលាងទឹកលាងឲ្យស្អាតយើងទៅរៀបចំគ្រឿងសម្រាប់យើងស្ងោរស៊ុបហើយសម្រាប់ខ្ញុំមិនថាស្ងោរស៊ុបឆាចៀនឬក៏ប្រឡាក់ទេនិយាយទៅគឺអាចអត់ដុំស៊ុបជាមួយនឹងម្សៅស៊ុបរ៉ូឌីបានទេគ្រឿងរបស់យើងនឹងដំបូងគេយើងមានខ្ទឹមសខ្ទឹមក្រហមដំឲ្យបែកអានេះគឺខិនឆៃបងប្អូនយើងកាត់ឫសវាដំឲ្យបែកដូចគ្នាឆៃទៅយើងដាក់បន្តិចមកខ្ទឹមបារាំង1មើមការ៉ុត1មើមជាមួយនឹងឆៃថាវ1មើមដូចគ្នាបន្ទាប់ពីយើងត្រៀមគ្រឿងក្រូចរួចរាល់ហើយយើងមកដាក់ដាំទឹកដើម្បីស្រុះឆ្អឹងជំនីជ្រូកមុនគេសម្រាប់ការស្រុះនេះប្រហែលជាខ្ទង់2-3នាទីអីណាបងប្អូនដើម្បីឲ្យទឹកស៊ុបរបស់យើងថ្លាល្អណាមួយវាជួយកាត់ក្លិនផងបន្ទាប់ពីស្រុះរួចហើយយើងដាក់ដាំទឹកម្ដងទៀតដើម្បីស្ងោរទឹកស៊ុបហ្មងសម្រាប់ទឹកដាក់ឲ្យច្រើនបន្តិចមកបងប្អូនព្រោះអីគឺយើងត្រូវដាក់រងាស់យូរបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងក្រូចទាំងអស់ដែលយើងបានត្រៀមរួចរាល់នឹងចូលមកដាក់ឆ្អឹងជំនីជ្រូកចូលហើយយើងដាក់គ្រឿងយកហ្មងសម្រាប់ម្សៅស៊ុបរ៉ូឌីនឹងខ្ញុំដាក់ប្រហែលជាកន្លះស្លាបព្រាបាយជាមួយនឹងដុំស៊ុបរ៉ូឌី1ដុំហើយម្សៅស៊ុបរ៉ូឌីក៏មាន2រសជាតិសាច់មាន់ជាមួយនឹងរសជាតិសាច់ជ្រូកដែលផលិតឡើងពីសាច់សុទ្ធល្អជាមួយនឹងខ្ទឹមសនិងម្រេចដែលធ្វើឲ្យមុខម្ហូបរបស់យើងមានក្លិនឈ្ងុយហើយរសជាតិនឹងគឺកាន់តែឆ្ងាញ់ហើយសម្រាប់ទំហំវិញគឺមាន4ខ្នាតមាន650ក្រាម400ក្រាម165ក្រាមនិង17ក្រាមបន្ទាប់ពីដាក់ដុំស៊ុបរ៉ូឌីហើយខ្ញុំបន្ថែមទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយហើយនិងស្ករសចំនួន2ស្លាបព្រាកាហ្វេសម្រាប់ការស្ងោរនេះយើងអត់ដាក់គ្រឿងក្រូចច្រើនទេណាបងប្អូនដាក់បន្តិចបានហើយព្រោះអីយើងរងាស់យូរដែរការរងាស់ហ្នឹងគឺខ្ញុំអត់គ្រប់គម្របទេហើយគ្រឿងផ្សំដែលសំខាន់មួយទៀតគឺជាម្ទេសខៀវបងប្អូនឬក៏ហៅថាម្ទេសអាចសាត់នឹងសម្រាប់ម្ទេសនេះបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេគ្រាន់តែថាយើងបុកឲ្យនៅរាងមូលបែកតិចបានហើយបងប្អូនកុំឲ្យបែកខ្លាំងពេកបន្តមកទៀតយើងមានជាជីខិនឆាយបងប្អូនអានេះយើងយកឫសវាទៅដាក់ស្ងោរនៅសល់ស្លឹកយើងហាន់វាឲ្យល្អិតអញ្ចឹងមកសម្រាប់ឆ្អឹងជំនីជ្រូកគឺរងាស់ឲ្យផុយមែនតើណាបងប្អូននិយាយទៅផុយតតែលេះអញ្ចឹងសម្រាប់ការរងាស់អាចខ្ទង់1ម៉ោងឬក៏1ម៉ោងជាង2ម៉ោងនិយាយទៅកាន់តែផុយគឺកាន់តែឆ្ងាញ់ហើយក្នុងកំឡុងពេលរងាស់ហ្នឹងបើសិនជាឃើញវារីងទឹកអស់អីអញ្ចឹងទៅបងប្អូនយើងថែមទឹកបន្តិចបដាទៅបន្ទាប់ពីនឹងមកចាំយើងយកទឹកស៊ុបដែលយើងបានស្ងោរហ្នឹងច្រោះចេញទុកទឹកបានហើយដាក់ម្ទេសអាចសាត់ដែលយើងបានបុកនឹងចូលស្លឹកជីខិនឆាយដែលយើងបានហាន់ឲ្យល្អិតហ្នឹងហើយច្បាច់ក្រូចឆ្មាចូលមកសម្រាប់ក្រូចឆ្មាដំបូងនេះខ្ញុំដាក់មួយផ្លែសិនណាបងប្អូនដាក់ចូលហើយកូរច្របល់ឲ្យចូលជាតិបងប្អូនភ្លក់មើលហើយថែមថយគ្រឿងទៅរសជាតិគឺគេអត់យកផ្អែមទេណាបងប្អូនអានេះគឺរសជាតិរាងជូរប្រៃហើយនឹងហឹរគ្រាន់ថាប្រៃអត់ប្រៃខ្លាំងមែនទេបងប្អូនប្រៃមិនល្មមរាងជូរបន្តិចហើយហឹរហ្នឹងក៏អត់ហឹរខ្លាំងដែរនិយាយទៅយើងសេរីបានតាមចំណង់ចំណូលចិត្តអញ្ចឹងណាបើសិនជាបងប្អូនចូលចិត្តហឹរខ្លាំងម្ទេសយើងដាក់ឲ្យរាងច្រើនឬក៏បុកឲ្យរាងម៉ត់អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំនេះគឺហឹរមកល្មមទេហើយបើនិយាយពីទឹកស៊ុបវិញគឺមានជាតិខ្លាំងមែនតើហ្មងហើយសាច់ឆ្អឹងជំនីជ្រូករបស់យើងគឺផុយឡើងអាឡេះហ្មងដូចដែលបងប្អូនបានឃើញអញ្ចឹងគឺស្រួលញ៉ាំមែនតើយើងគ្រាន់តែខាំមកវាឡើងអាឡេះមកអញ្ចឹងហ្មងអានេះគឺយើងអត់របៀបថាស្ងោររបៀបដូចយើងស្លទូទៅទេបងប្អូនបើស្លទូទៅគឺយើងយកផុយរាងល្មមរងាស់ប្រហែលជាខ្ទង់20នាទី30នាទីអីអញ្ចឹងណាសម្រាប់ស៊ុបនេះដែរធានាបងប្អូនរសជាតិនឹងគឺមកឆ្ងាញ់ហ្មងនិយាយទៅឆ្អឹងជំនីជ្រូក1គីឡូគឺញ៉ាំអស់តែម្នាក់ឯងហ្មងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ